របស់ពិសេសបងប្អូនរបស់ពិសេសកន្លែងមួយនេះសម្រាប់បងប្អូនយើងដែលចូលចិត្តប្រយោមញ៉ាំជាប្រភេទជ្រក់ណាមកទីនេះគឺដឹងតែគ្រប់ហ្មងគឺអត់មានខ្វះចន្លោះថងណាទេ20មុខជាងហើយគេមានទាំងពាក់ជួតពាំងដាក់ជាមួយនឹងអាគេហៅថាម្ទេសអាសាន់ចឹងមកបងប្អូនអើយចង់និយាយថាអានេះផ្ទាប់ជាមួយនឹងត្រីអាំងគឺពិតជាត្រូវគ្នាមែនទែនហើយបងប្អូនចូលមកឃើញមានភ្ញៀវមកគាំទ្រប្របាក់ប្រព្រឹកតែម្ដងណានៅទីនេះគឺវាមានច្រើនទម្រង់បងប្អូនតាក់ទងជាមួយនឹងគេហៅថាជក់សាច់ថើជក់ស្ពៃជូរអីចឹងទៅអានេះចង់និយាយថាអូហូយសម្រាប់ខ្ញុំវិញចូលចិត្តញ៉ាំអាប្រភេទហ្នឹងណាហើយគេហៅថានេះបងប្អូនអានេះជាប្រភេទផ្កាខាត់ណាសលាយជាមួយនឹងខោអាវឈូកជាប្រភេទជ្រក់ដែរហើយគាត់ក៏មានតាក់ទងជាមួយនឹងម្ទេសហ្នឹងគឺគេយកទៅធ្វើជាជក់ពងទាកូនម្ទេសជក់ពងទាកូនជក់អីចឹងណាបងប្អូនមកផ្អប់គឺតម្លៃសមរម្យហើយរសជាតិគឺឆ្ងាញ់មែនទែនព្រឹកនេះខ្ញុំបានចូលមកផ្សារសេរីប៉ុនបងប្អូនចូលមកច្រកទ្វារខាងត្បូងដូចជាខាងត្បូងនឹងឯងបើសិនជាខ្ញុំនិយាយខុសអូខេសូមអធិស្ឋានផងខ្ញុំចូលមកកន្លែងបងឈ្មោះបងស្រីគាត់ហាសនាមរបស់គាត់គឺឈ្មោះថាចៃស្រីដែលគាត់លក់ជ្រក់នៅទីនេះបងប្អូនអើយចង់ថាគាត់មិនមែនទើបតែលក់ទេគាត់លក់ដូរនៅទីនេះចូល20ឆ្នាំហើយជ្រក់របស់គាត់បើតាមសាក់សួរគាត់ណាគឺចូល20មុខជាងហើយមែនតែនទៅគាត់លក់ដូរនៅទីនេះគឺចង់ថាមានគេហៅថាលក្ខណៈលក់រាយក៏មានបោះដុំក៏មានហើយតំណងបងប្អូនជួយសក់គឺគាត់រៀបចំអានេះពេលព្រលឹមឡើងខ្ញុំមកដល់ឃើញគាត់កំពុងរៀបចំអញ្ចឹងទៅដាក់ជាមួយនឹងអាហារប្រទេសអាយសាន់អញ្ចឹងមើលទៅគឺពុជិតណូមែនតែនចូលមកពេលព្រឹកនេះឃើញមានបងប្អូនយើងគាត់ចូលមកខ្ចប់ជាហោហែអញ្ចឹងទៅនៅទីនេះបងប្អូនមានចាប់ពី1000 2000ឡើងក៏យើងអាចខ្ចប់ញ៉ាំបានដែរអត់ជាបញ្ហាទេចាំមើលទីទៅសាក់សួរជាមួយបងស្រីថាតើគាត់លក់ដូរនៅទីនេះយ៉ាងណាយ៉ាងណីបានជាមានបងប្អូនយើងក៏មកគាំទ្រយ៉ាងហ្នឹងណាអូខេតោះទៅជួបជាមួយគាត់ទាំងអស់គ្នាបងចាបងឯងប្រកបមករបរជ្រក់នេះប្រហែលឆ្នាំហើយនៅស្រីជប៉ុនយើងនេះជាង20ឆ្នាំហើយចូល20ឆ្នាំណាខ្ញុំចូលមកឃើញមានច្រើនណាប្រហែលមុខបងរាល់ថ្ងៃនេះថ្ងៃណាថតចិត្ត20មុខដែរថ្ងៃណា20មុខ5នាទីទៅតាមយើងទិញឲ្យបានអូហើយថ្ងៃនេះប្រហែលមុខនេះ10មុខជាងថ្ងៃនេះ10មុខជាងបងអាសនេះគេហៅជ្រក់អីគេជ្រក់កាស្បៃលាយកៅអៅឈូកជ្រក់កាស្បៃលាយកៅអៅឈូកចុះអាខាងនេះតពាំងអីគេតពាំងព្រិចតពាំងព្រិចណាមានតពាំងផ្អែមអេអូតពាំងព្រិចតពាំងព្រិចតំណងមែនទេបងប្អូនអើយនេះហើយខាងនេះគេហៅប្រភេទហៅតសក់ផ្អែមលាយតសក់ស្រូវតសក់ផ្អែមលាយតសក់ស្រូវសហើយគេលាយជាមួយម្ទេសអាយសាត់ឲ្យទៀតតសក់ផ្អែមគេថាទុំទៅវាញ៉ាំទៅវាស្រួយហ៎បងហើយប្រភេទបែបស្រួយមកនេះបើវាទុំវាធំប៉ិនប៉ិនបាល់យើងប៉ិនបាល់អាមូលហ្នឹងហ៎មូលហ្នឹងឯងធ្លាប់ឃើញចានេះប្រភេទតសក់អីគេបងតសក់ស្រូវតសក់ស្រូវអានេះជ្រក់ស្ពៃជូរយើងគ្រឿងចាហើយខាងនេះវិញតាក់ទងជាមួយនឹងអានេះខ្ញុំចូលចិត្តញ៉ាំបងប្អូនអើយនេះខ្ទឹមសជ្រក់ណាមានទាំងពីរតសក់ផ្អហើយនឹងសាច់ថាវអានេះប្រភេទនេះស្ពៃលាវហ្នឹងណាចាជក់ស្ពៃលាវនេះជក់មីហើយបងអារបស់ទាំងអស់ហ្នឹងគេលក់ចាប់ពីប្រមាណឡើងបើសិនបងលក់រាយចាប់ពី1000ឡើងប្រហែលក៏លក់ដែរចាប៉ុន្តែមែនតើដូចប៉ុន្តែខ្ញុំដឹងបងមានម៉ួយច្រើនមែនទេម៉ួយច្រើនអូនម៉ួយចុងភៅការច្រើនម៉ួយចុងភៅការណាប៉ាំងចឹងមួយក្នុងខេត្តយើងច្រើននិយាយរួមទៅបងស្រីគាត់លក់យូរឆ្នាំហើយបងប្អូន20ឆ្នាំហើយអញ្ចឹងតើទៅនឹងម៉ួយគឺមានច្រើនមែនទេថ្ងៃនេះមានគេកំងទៅអត់កំងចេញច្រើនថ្ងៃនេះអាស្វាយចេញប៉ប៉ែថ្ងៃចេញច្រើនបើតែចេញទៅអស់ហើយព្រឹកឡើងគឺដឹកជើងចេញអស់អូខេដល់អ្វីដែលបងស្រីបានបញ្ជាក់អញ្ចឹងនៅទីនេះគឺមានច្រើនទម្រង់បងប្អូនតាក់ទងជាមួយនឹងជ្រក់ណាមានចូល20មុខជាងហើយគាត់ក៏មានតាក់ទងជាមួយនឹងគេហៅថាជ្រក់ជើងមាន់ជើងទាជ្រក់ត្រជាក់ជ្រូកដោយសារតែមានចុងភៅគឺគាត់កំងច្រើនតាក់ទងជាមួយនឹងដាក់តុកកាដាក់អីអញ្ចឹងទៅហើយខ្ញុំចូលចិត្តបងប្អូនតាក់ទងជាមួយប្រភេទជ្រក់នេះបើយកទៅភ្ជាប់ជាមួយត្រីអាំងញ៉ាំគឺពិតជាត្រូវគ្នាមែនទែនជើងចាស់បងប្អូនជើងចាស់នៅក្នុងក្រុងស្រីផនយើងណាបងប្អូនយើងជួបមុខប្រហែលជាស្គាល់ច្រើនហើយអូខេអញ្ចឹងខ្ញុំមីលីចង់បង្ហាញពុកម៉ែបងប្អូនយើងតាក់ទងជាមួយនឹងជើងចាស់មានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ